សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងរ៉ាវថ្មីមួយទៀតហើយដែលនឹងមកនិយាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កំសាន្តនេះគឺជារឿងរ៉ាវរបស់គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដែលឈ្មោះថាបងដាគាត់បង្រៀនភាសាអង់គ្លេសជាង7ឆ្នាំហើយអ្នកទាំងអស់គ្នាគាត់ជាមនុស្សដែលចូលចិត្តបង្រៀនអញ្ចឹងគាត់ក៏ធ្វើជាគ្រូបង្រៀននឹងយូរដែរអញ្ចឹងទៅបងដាគាត់ក៏ជាអ្នកដែលធ្វើការយូរនៅក្នុងសាលាដូច្នេះហើយគាត់តែងតែបណ្ដុះបណ្ដាលគ្រូថ្មីក៏ដូចជាគ្រូដែលមានបទពិសោធន៍តិចតួចតែទើបតែដាក់ពាក្យចូលធ្វើការអញ្ចឹងទៅដូចថាគាត់បង្រៀនអំពីការងារឬក៏កិច្ចការសម្រាប់គ្រូថ្មីអញ្ចឹងដែរដោយសារតែគាត់មានបទពិសោធន៍យូរអញ្ចឹងនាយកសាលាក៏តែងតែមានកម្មវិធីចុះទៅបង្រៀនតាមសាខាដោយរបៀប training គ្រូបន្ថែមទៀតហើយរកមើលចំណុចខ្វះខាតអញ្ចឹងទៅដោយសារតែសាលាទើបតែបើកសាខាថ្មីទើបឲ្យបងដាត្រូវតែចុះទៅរៀបចំត្រួតពិនិត្យដើម្បីដំណើរការសាលាមួយនោះដែលជាសាលាសាខានៅឯជនបទលោកនាយកបានប្រាប់ឲ្យបងដាហ្នឹងគឺរៀបចំចេញទៅនៅអាទិត្យក្រោយដោយលោកនាយកប្រាប់ថាឲ្យបងដាចុះទៅសាខាមួយកន្លែងនោះរយៈពេល3ថ្ងៃផងដែរលុះអាទិត្យក្រោយមកដល់បងដាក៏បានរៀបចំសម្ភារៈផ្សេងៗដើម្បីនឹងធ្វើដំណើរទៅឯសាលាមួយនោះនៅឯទីជនបទដោយគាត់ត្រូវចំណាយការជិះប្រហែលជា3ម៉ោងពីក្រុងទៅទើបទៅដល់សាលាមួយកន្លែងហ្នឹងបងដាគាត់ចេញទៅពីព្រឹកថ្ងៃអាទិត្យទីតាំងសាលាមិនជាឆ្ងាយពីភូមិអីប្រហែលទេទាំងអស់គ្នាពេលទៅដល់ទីនោះគឺបងដាត្រូវសម្រាកនៅនឹងសាលាហ្នឹងតែម្ដងគឺនៅទីនោះគឺអត់មានផ្ទះជួលអីទេគឺគាត់ត្រូវតែគេងនៅនឹងសាលាហ្នឹងតែម្ដងទាំងអស់គ្នាសាលាមិនជាធំអីប្រហែលទេរូបរាងសាលាស្តៀងទៅនឹងផ្ទះគេដែរដោយសារតែសាលាហ្នឹងត្រូវបានគេកែចេញមកពីផ្ទះកន្លែងហ្នឹងទាំងអស់គ្នាប្រហែលជាយល់អត់ថាពីដើមឡើយគឺផ្ទះទេប៉ុន្តែត្រូវបានគេកែពីផ្ទះទៅជាសាលារៀនវិញតែម្ដងសាលាមួយហ្នឹងបានបើកបង្រៀនមួយរយៈពេលហើយទាំងអស់គ្នាគ្រាន់តែបងដាគាត់ចុះទៅដើម្បីបង្រៀនក៏ដូចជាត្រួតពិនិត្យបន្ថែមដើម្បីរកចំណុចខ្វះខាតនិងការកែលម្អអញ្ចឹងទាំងអស់គ្នាបងដាគាត់បានចេញពីព្រឹកថ្ងៃអាទិត្យហើយទៅដល់សាលានោះប្រហែលជាម៉ោង1រសៀលថ្ងៃត្រង់ហើយគាត់ក៏ចាប់ផ្ដើមសម្រាកនៅទីនោះតែម្ដងហើយនេះគឺជារឿងរ៉ាវនៃយប់ទី1ដែលបងដាគាត់បានជួបយប់ទី1គាត់ក៏បានរៀបចំកន្លែងគេងនៅក្រោមផ្ទះដែលជាសាលាហ្នឹងអញ្ចឹងណាដោយសារតែសាលាហ្នឹងលក្ខណៈជាផ្ទះហើយនៅខាងក្រោមសាលាហ្នឹងគឺមានការរៀបចំតុក្នុងការបង្រៀនសិស្សអញ្ចឹងទៅបងដាក៏គាត់ញែកតុមួយប្រឡោះសម្រាប់តាកន្លែងគេងរបស់គាត់ទេដោយគាត់ចងមុងក៏ដូចជាក្រាកាទេផ្សេងរៀបចំយ៉ាងស្អាតហើយគាត់ក៏រៀបចំកៅអៅសម្រាប់ទឹកងូតទឹកអញ្ចឹងទៅដោយបន្ទប់ទឹកគឺនៅពីក្រោយផ្ទះដែលជាសាលាហ្នឹងវាមិនជាចិត្តប្រមាណទេគឺប្រហែលជាប្រមាណ10ម៉ែត្រពីផ្ទះពីក្រោយផ្ទះហ្នឹងហើយបងដាគាត់ក៏រៀបចំមួយទឹកបែបធម្មតាដូចតែយើងអញ្ចឹងតែទេគឺចូលទៅងូតទឹកដោះខ្លួនដោះសក់ដោះនេះដោះនោះអញ្ចឹងណាបងប្អូនគ្នាដល់ពេលដែលគាត់កំពុងតែកក់សក់ហ្នឹងគឺកក់សក់ហ្នឹងគឺជួនជាពេលហ្នឹងគាត់ក៏ស្រាប់តែអាសាប៊ូដែលគាត់កក់សក់ហ្នឹងគឺចូលទៅក្នុងភ្នែករបស់គាត់ធ្វើឲ្យគាត់ហ្នឹងកាហាយពេញភ្នែកតែម្ដងបងប្អូនគ្នារួចដល់ពេលហ្នឹងគឺគាត់ចាប់ផ្ដើមសវ៉ារកផ្ទិលយកមកដងទឹកដោយសារតែក្នុងបន្ទប់ទឹកហ្នឹងគឺគេមានលក្ខណៈជាប្រគុណផងហើយជាអាងទឹកផងបងប្អូនគ្នាគេអាចប្រើប្រាស់បានទាំងពីរអញ្ចឹងនៅពេលដែលគាត់កំពុងតែអាឡែងតែកាហាយភ្នែកក៏សវ៉ារកផ្ទិលហើយបើកភ្នែកក៏អត់រួចដែរដោយសារតែបើកភ្នែកទៅវាកាហាយភ្នែកអញ្ចឹងក៏សវ៉ារកពេញទៅនឹងទៅគាត់ថាអាងហ្នឹងក៏មិនជាតូចអីប្រហែលដែរមិនជាធំអីប្រហែលដែរក៏ប៉ុន្តែដល់ពេលតែអាសាប៊ូចូលភ្នែកស្រាប់តែរាវរកផ្ទិលគឺអត់ឃើញទេក៏រាវចុះរាវឡើងអញ្ចឹងទៅក៏គាត់ថាគាត់មានអារម្មណ៍ថាចម្លែកដោយសារតែគាត់សវ៉ាផ្ទិលហ្នឹងគឺទៅប៉ះចំអ្វីផ្សេងដែលមិនមែនជាផ្ទិលទេទាំងអស់គ្នាគាត់ថាគឺសវ៉ាទៅគឺស្តៀងទៅនឹងដៃរបស់មនុស្សដែលលូកចេញមកនៅក្នុងអាងទឹកនឹងចឹងឯងទាំងអស់គ្នាអញ្ចឹងទៅគាត់មានអារម្មណ៍ថាភ្ញាក់ឲ្យកញ្ញាងគាត់មិនដឹងថាហ្នឹងជាអីគេពិតប្រាកដទេទាំងអស់គ្នាគាត់គិតថាប៉ះនឹងរបស់អីផ្សេងអញ្ចឹងណាក៏មិនគិតថាជាដៃមនុស្សជាស្អីដែរព្រោះនៅក្នុងទឹកមានដៃមួយណាប្រហែលជាគាត់ប៉ះនឹងរបស់អីផ្សេងទៀត
nó nâng ăn hạt tự nâng chứ không ăn tự nâng chứ nè rút đó là bên chân tới có chập đám bảo này tích tích hai có phải nhầm vào rồi tới dù mà chạm chu là lơ luôn chứ nè ôi chập chỉ hạt sbu cả hai bên nâng từ con phải nhầm trình màu vinh là sao tới con mẹ làm than đuổi ở sơ sưu đá đó ní chẳng hai có phải nhầm một từ ở hai phải nhầm trình màu vinh có tham môn nâng quạt trồ tục nông tục tục nâng cứ quạt chạm cho bạn á cứ thá quạt đã sẽ chơi bỏ quạt nơi một bản tục tục chỉ thầm đá nó phải đại dương chụp tục tức mình là na cái đại tục bẹ phải chơi chụp không tục tục cái từng ngọc kia vì phải lạ bị bạ liêng chẳng nè quạt cứ không cho tham môn đại quạt chụp bản tục tục nâng cứ quạt bạn đã sẽ chơi bỏ quạt nằm một bản tục tục hay quạt tha muốn quạt đạn nâng cứ miên phải chơi sen tiết đạn nó không đạn nằm một bản tục tục nâng tế cứ tha miên tại bị trường còn mùi cột chẳng có chập đám cho ngò tha hãy ấy ban chỉ ở lời nắng khơi miên pi sầm rạp nơi một tập tự trường tới từng ngõ nè miên này tha con biết bài trường máu tầm mà cu thì hãy có trâu tập tự có đã bài trường một con là hàng cào tập tự chứ nè bàn tay nó biết đại quạt trên pi tập tự vĩnh vì riêng chấm lại tại sao tại miên bài trường mà cu tiết đã nó có bài bài trường còn đang ảnh con có mèo rầm tha chấm lại đấy tại sao tại bị đại quạt màu sầm rạp nó nắng cứ con sầm rạp tâm này anh tê hay bị dục hỏng bu bữa xuân chỉ sầm rạp pin nè có bay nè ấy còn ở bờ ròm tràn thế khai đua nè cái đạn bài trường ấy nơi tục tục đừng chẳng á còn tai à bên nắng cứ có tha còn nơi tầm nè ai còn sầm rạp nơi tầm nè ai đi chẳng vì miền bài trường nơi có bài nắng chẳng vì chấm lại sập còn hay có tha bài trường nắng cứ chỉ bài trường bỏ một đôi sấy ai dụ bà hai chỉ tung sam sập chiến đài chỉ tụt tới xây cái này dùng bẹ nè hay có cái tha bà hai chỉ bài trường nè na đại cái tục cháo nó nắng tềแบบกึดปลอบๆจังนะไปหาชีบอกครูเองจังตัวนะแต่สาแต่ใครถ้าครูบรินเปประกอบกับเป็ดไงจังตัวก็กอดเป็ดสบายเชิงตกพนงประตูตึกตัวก็ไปหาชีผลิตอยู่ตัวจังตัวจังก็กอดจับดำกึดหาไปหาชีบอกครูบรินเองจังเต้เหมือนชีบอลหนักเก็บเส้นเต้จังก็บอกด้าก็กอดมันชีคอลไอ้เฟื่อตกบุกมันนี่ไอ้ชานไปได้กอดก็จับดำตัวcái này này cọt kề những thứ có điệp trong khuôn điệp trong ấy sập kề chứ nè bắt tay nó tới đây cọt chập đam kề cọt hà cọt mi ở trong tha đối chợ sơ sơ nó không khuôn đi cọt tha cọt khom bắt bên đây chẳng mấy có bàn tay có nơi tay cây nhặt lụa xả vừa bên nâng từ tầm mong bài chìm buồn đó nè cọt lọt tay kề nơi xả là bắt tay qua để xem xí màu đậm mùi chẳng từ bắt tay kề nơi cho nó bót bạc tầm mong buồn này đi cóมีรอมท่าอดสกครั้งภาษาแต่วิเรียงพลายกระไหลพ้องก็เงือบเจนปีกระไหลแต่คนไอเกย์เนี่ยนะในหนึ่งจะหลอดตกนั่งtới có trênจากกลางมาสตูดำใบสรุปอยู่ชอละกาเยอะนะเอาวิเรียงติดเจนติดจะนึกจำโจเกย์tớiเป็นนึงมองพายชิมบุญมองบุญในกรงคือวิอาสงัดเต้ปันไทยมองบุญในจุดบอสคือวิสังแต่สงัดให้ซึ่งแต่มันมีนมาโตชีประมาณเด้มีแต่ปุ๊สติลเยอะนะcó tại sao tao sắp có này gì cho gì tôi sắp lên cho mình phèo bỏ quạt chẳng từ tại sao tao đang ngăn chẳng con đâu mình ai phóng chẳng có riêng ọt sọc hay có chập đám gì lên cho mình phèo bỏ quạt từ mong động vui cả lá từng ở này con sắp tay con mẹ ròm tha riêng thì trẻ bỏ màu phơi hái vậy để quạt mẹ ròm tha chấm lại những cứ tha cho thì trẻ để bỏ màu cắt quạt đầm phơi những cứมีลีนเอาคลันถูกต่อนี่คลันถูกอะรู้อย่าเป็นถ้ากอดทุ่มคลันถูกนั้นกอดก็ปรับแผลกอดหาประดังจ้าจำเป็นการจำยีคณิตเตี้ยจังนะกอดก็เบอร์ตัวสับเตอหายบองด้าก็กอดไปยับดาวโจตัวขนมปฏิวิญโจขนมสลานั่งไว้เนี่ยนะโปรบองด้าก็ดังทาเอาแต่ทุ่มคลันถูกคืออัศสุเตปีโปรกอดทลอบลือเน็บเซนเตี้ยมันแผลกอดยีทาแต่เมียนคลันทุกไปยุบล้างคืออัศสรุติจึงให้บานจีกอดบรรทุสับไปหยับโจตะไคร้นั่งกลายลวดเต๋อคือดังครูนจังเต๋อก็วิพอดจังเต๋อนะต่อกันเนี่ยบาซากอดเกิดทางไงนั้นคือกอดชุบแต่เรื่องจำลายจังจังกอดเมียนรำท่าอัศสรุนกนครูนายจังก็กอดเมียนรำท่าคลายหายกอดดังทัดทางไงนั้นคือเหมือนจีทางไงเซลเดคือทางไงนั้นคือจีทางไงธรรมดาจังบ่ทางธรรมดาให้ได้บัญชีมีคลันถูกจีธรรมดาเปอร์เซ็นต์บัญชีมี
ថ្ងៃសិលក៏ថ្ងៃអីចឹងទៅអ្នកចិត្តខាងគេអាចនឹងដុតធូបអីចឹងទៅគឺមានក្លិនចឹងទៅប៉ុន្តែវាមិនអាចទៅរួចទេពីព្រោះថាសាលាដែលជាផ្ទះហ្នឹងណាមិននៅជាមួយនឹងផ្ទះផ្សេងៗទៀតជាប់លបងនេះទេគឺនៅឆ្ងាយពីគេអញ្ចឹងគាត់ចាប់តាមគិតអាក្លិនធូបដែលគាត់ធំក្លិនហ្នឹងគឺមកពីណារួចក៏បងដាគាត់ដើរចូលទៅក្នុងបន្ទប់វិញដើម្បីគេអញ្ចឹងទៅដោយសារគាត់គិតថានៅពេលដែលគាត់គេនៅក្នុងបន្ទប់អញ្ចឹងទៅប្រហែលជាមិនអីទេដោយសារតែបន្ទប់ហ្នឹងគឺបិទដោយទ្វារបិទដោយមានថាជាបន្ទប់តែបិទចិត្តអញ្ចឹងណាអញ្ចឹងប្រហែលជាក្លិនធូបហ្នឹងមិនអាចចូលទៅក្នុងបន្ទប់ហ្នឹងបានទេបងណាគាត់ក៏ដាក់ខ្លួនគេនៅក្នុងមុងនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងទៅគាត់ថាគេកាន់តែយូរទៅគាត់ថាក្លិនធូបហ្នឹងគឺកាន់តែខ្លាំងទៅគាត់ថាខ្លាំងជាងនៅខាងក្រៅទៀតដល់ពេលអញ្ចឹងទៅគាត់មានអារម្មណ៍ថាដូចជាសើស្រួលខ្លាំងមែនទែនប៉ុន្តែធ្វើម៉េចគាត់ត្រូវទៅគេនៅនឹងអញ្ចឹងណាអត់មានកន្លែងណាគេកន្លែងផ្សេងទេប៉ុន្តែគាត់ក៏នៅតែបង្ខំចិត្តគេទាំងអារម្មណ៍អត់សូវស្រួលអញ្ចឹងទៅគាត់គេបន្តប្រហែលជាមួយស្ទុះមានថាគាត់លក់ប្រហែលជាមួយស្ទុះមកភ្លឹបអញ្ចឹងណាគាត់ស្រាប់តែគាត់ឮសូរសំឡេងនៅខាងក្រៅគឺជាសំឡេងមានមនុស្សដែលងូតទឹកនៅក្នុងបន្ទប់ទឹកហ្នឹងដែលជាបន្ទប់ទឹកដែលគាត់ងូតកាលពីល្ងាចមុនហ្នឹងណាដល់ពេលអញ្ចឹងមកណាគាត់មានអារម្មណ៍ថាភ័យខ្លាំងហ្មងបងប្អូនគ្នាគាត់ក៏ចាប់ដើមទៅលោបទៅស្ដាប់សំឡេងហ្នឹងបន្តិចម្ដងគឺសំឡេងហ្នឹងគឺនៅតែមានអារម្មណ៍ថានៅក្នុងបន្ទប់ទឹកហ្នឹងគឺមានអ្នកងូតទឹកនៅក្នុងហ្នឹងគាត់ក៏ដើរទៅគៀកនៅក្នុងបន្ទប់របស់គាត់ហ្នឹងណាហើយក៏គាត់ចាប់ដើមបើកបង្អួចតិចហ្មងតើគេដឹងមិនអត់នៅពេលដែលគាត់ចាប់ដើមបើកម្ដងបន្តិចពេលហ្នឹងក៏សំឡេងហ្នឹងគឺចាប់ដើមបាត់សូរសំឡេងហ្នឹងហ្មងគឺអត់មានសូរសំឡេងដែលគាត់បានឮនៅពេលដែលគាត់កំពុងតែគេងនៅហ្នឹងទេមានន័យថាពេលដែលគាត់គេងនៅក្នុងបន្ទប់ហ្នឹងគឺគាត់ឮសូរសំឡេងពីខាងក្រៅចូលមកអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលគាត់លួចបើកប្អួចមើលទៅបន្ទប់ទឹកដែលនៅខាងក្រៅផ្ទះហ្នឹងណាខាងក្រៅសាលាផ្ទះហ្នឹងណាគឺសំឡេងហ្នឹងគឺបាត់ទៅឯងហ្មងអត់មានឮសូរសំឡេងសូម្បីតែបន្តិចដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមឆ្ងល់ក្នុងចិត្តមែនទែននៅពេលដែលគាត់កំពុងតែគេងហើយដូចបានជាឮសូរសំឡេងក៏ប៉ុន្តែហើយដូចបានជាពេលដែលគាត់បើកប្អួចតិចនឹងរួមមើលហ្នឹងគឺសំឡេងស្រាប់តែបាត់ទៅដល់ពេលអញ្ចឹងទៅគាត់មានអារម្មណ៍ថាគាត់អត់អស់ចិត្តទេព្រោះពេលដែលគាត់គេនៅក្នុងហ្នឹងក្នុងបន្ទប់ហ្នឹងគឺឮសូរសំឡេងមនុស្សងូតទឹកច្បាស់ណាស់ហើយបានជាពេលដែលគាត់លួចបើកមើលប្អួចទៅបន្ទប់ទឹកហ្នឹងគឺអត់ឮសូរសំឡេងអីសោះអញ្ចឹងបងដាគឺគាត់សម្រេចចិត្តថាគាត់ទៅបើកកុងតាក់ភ្លើងដែលបំភ្លឺនៅក្នុងបន្ទប់ទឹកមានថាកុងតាក់ភ្លើងហ្នឹងគឺជាប់នៅក្នុងបន្ទប់របស់គាត់ហើយតខ្សែចូលទៅក្នុងបន្ទប់ទឹកអញ្ចឹងណាគាត់ក៏ចាប់ផ្ដើមទៅបើកកុងតាក់ហ្នឹងហើយគាត់សម្រេចចិត្តថាគាត់នឹងដើរទៅកន្លែងបន្ទប់ទឹកដែលនៅក្រោយសាលាមួយហ្នឹងដែលចម្ងាយ10ម៉ែត្រហ្នឹងណាទាំងអស់គ្នានៅពេលដែលគាត់ទៅដល់ហ្នឹងគឺថានៅពេលដែលគាត់ទៅដល់កន្លែងបន្ទប់ទឹកហ្នឹងអញ្ចឹងទៅគាត់ថានៅក្នុងបន្ទប់ទឹកហ្នឹងគឺមិនមានទឹកធ្លាក់សូម្បីតែបន្តិចទេគឺថាការ៉ូនៅខាងក្នុងហ្នឹងគឺស្ងួតរឹងតែម្ដងស្នាមទឹកក៏មិនមានហើយសូម្បីសើមបន្តិចក៏គ្មានដែរអញ្ចឹងមានន័យថានៅក្នុងបន្ទប់ទឹកហ្នឹងគឺមិនមានអ្នកងូតទឹកនៅក្នុងហ្នឹងទេគាត់និយាយថាសំឡេងដែលគាត់ឮចេញថាដូចជាមនុស្សងូតទឹកហ្នឹងគឺហើយបានជាមិនមានទឹកសោះគាត់ចាប់ផ្ដើមភ័យចូលដល់យប់ទី2ម្ដងយប់ទី2គាត់មានអារម្មណ៍ថាអត់សូវល្អដូចគ្នាក៏ប៉ុន្តែគាត់ត្រូវតែគេងនៅកន្លែងហ្នឹងពីព្រោះថាអត់មានជម្រើសទេលើកនេះគាត់ក៏ងូតទឹកពីល្ងាចឲ្យហើយរៀបចំសម្រាប់ដោយគាត់គេងពាក់កាសនឹងទៅជាតិដើម្បីកុំឲ្យឮសំឡេងអញ្ចឹងណាដោយសារតែកុំឲ្យមានអារម្មណ៍ថាខ្លាចបើទោះបីជាគាត់ពាក់កាសការពារសំឡេងក៏ពិតមែនប៉ុន្តែយប់ទី2នេះគឺព្រឺព្រួយជាងយប់ទី1ទៅទៀតគាត់ថាគាត់បានធំក្លិនធូបដូចជាយប់ទី1អញ្ចឹងទាំងអស់គ្នាគឺនៅប្រហែលជាម៉ោង11យប់ដដែលគាត់ដឹងថាក្លិនធូបដែលគាត់ធំនេះគឺមិនមែនជាក្លិនធូបបែបធម្មតាឬក៏ជាក្លិនធូបដែលគេដុតទេគឺជាក្លិនធូបអ្វីមួយយ៉ាងដែលកំពុងតែចង់ឲ្យគាត់ទទួលដឹងអញ្ចឹងណាពេលហ្នឹងគាត់អត់ហ៊ានគេងបិទភ្លើងទេព្រោះគាត់រឿងខ្លាចអញ្ចឹងគាត់ដេកបើកភ្លើងទៅគាត់ដេកបណ្ដាស្ដាប់ការបណ្ដារហូតដល់ពាក់កណ្ដាលយប់ក៏ប៉ុន្តែសំឡេងកាសអត់អាចធ្វើឲ្យគាត់គេងលក់ទេព្រោះគាត់មិនមែនជាអ្នកធ្លាប់ស្ដាប់កាសគេងពេលយប់អញ្ចឹងទេដូច្នេះហើយគាត់ក៏សម្រេចចិត្តថាឈប់ស្ដាប់កាសហើយអញ្ចឹងក៏សម្រាប់ធម្មតាទៅព្រោះក៏គាត់ងួយគេងដែរអញ្ចឹងណាហើយនេះហើយជាពេលដែលសំឡេងផ្សេងចូលទៅក្នុងត្រចៀករបស់គាត់
គាត់ថាគាត់បានលឺសូរសំឡេងមនុស្សនិយាយខ្សឹបខ្សឹបដាក់ត្រចៀកគាត់ថាជួយផងអញ្ចឹងណាគឺនៅនឹងត្រចៀកគាត់តែម្ដងហើយក៏មានលឺសំឡេងយំបែបខ្សៀវប្រហើណាជួយផងអញ្ចឹងទៅបែបសំឡេងស្រាវនៅក្នុងត្រចៀករបស់គាត់អញ្ចឹងហើយដល់ពេលតែលឺសំឡេងអញ្ចឹងបងដាគឺភ័យមែនទែនគាត់ថាគាត់បិទភ្នែកដេកប្រហែលជាបានមួយសន្ទុះគាត់ថាគាត់លឺសូរសំឡេងមួយយ៉ាងដូចជាមានអ្នកដើរនៅបន្ទប់ខាងលើអេមីនចង់បញ្ជាក់ថាសាលានឹងជាផ្ទះហើយផ្ទះនឹងបែរជាគេសង់ពីឈើហើយគេរៀបឥដ្ឋនៅក្រោមអញ្ចឹងទៅរៀបថាថ្មក្រោមឈើលើអញ្ចឹងណាអញ្ចឹងគាត់ថាលឺសំឡេងសម្រាប់ជើងដើរនៅលើហើយគាត់បាននិយាយថាអាសំឡេងដើរនឹងបែបអ្នកដែលកំពុងតែឈឺធ្ងន់អញ្ចឹងណាមិនមែនជាសំឡេងដើរស្វាហាប់មានកម្លាំងអីទេព្រោះធម្មតាក្តារឈើពេលដែលដើរគឺប្រកាសជាលឺសូរហើយមែនអត់សំឡេងដើរបោះជើងមួយហើយក៏សូរសំឡេងបែបធ្ងោថាជួយផងអញ្ចឹងណាក៏មានលឺសូរសំឡេងយំក៏លឺខ្លាំងដែរបងដាថាសំឡេងនឹងនេះគឺច្បាស់ជាងពីមុនមិនមែនលឺខ្សៅដូចមុនទេដល់ពេលអញ្ចឹងបងដាគាត់សឹងតែកាំងទាំងអស់គ្នានិយាយអត់ចេញតែម្ដងដោយសារតែសំឡេងវាច្បាស់ពេកដល់ពេលអញ្ចឹងគាត់ក៏ដឹងថាត្រូវទៅណាដែរព្រោះចេញពីនឹងគាត់កើតព្រោះយប់ហើយមិនដឹងថាចេញទៅណាកើតទេហើយបងដាគាត់ក៏បង្ខំចិត្តដេកបន្តទៅអញ្ចឹងរត់ដល់ពេលព្រឹកឡើងបងដាគឺមុខស្លេកស្លាំងតែម្ដងដោយសារតែអត់បានដេកយោគ្រាន់តែភ្លឺមិនទាន់ទេរៀបចំកៅត្រឡប់ទៅក្រុងវិញតែម្ដងពេលដល់ក្រុងវិញគាត់ក៏បានប្រាប់ទៅកាន់នាយកសាលារបស់គាត់ណាចេះ1ចេះ2ដែលនៅអ្វីដែលគាត់បានជួបនៅកន្លែងសាលាហ្នឹងអញ្ចឹងទៅនាយកសាលាគាត់ដឹងគាត់ក៏ប្រាប់ថាសាលាហ្នឹងពីមុនមកគឺជាផ្ទះរបស់គេក៏ប៉ុន្តែដែលគាត់បានជួបពីបងប្រុសម្នាក់ជាម្ចាស់ផ្ទះមួយហ្នឹងហើយបងប្រុសមួយហ្នឹងគឺគាត់ឈប់រស់នៅកន្លែងហ្នឹងហើយក៏ដោយសារតែប្រពន្ធគាត់បានស្លាប់នៅកន្លែងហ្នឹងអញ្ចឹងណាកាលពីប្រហែលខែមុនដែលគាត់បានស្លាប់ដោយសារតែគាត់ដួលនៅក្នុងបន្ទប់ទឹកហើយពេលនោះគឺប្រពន្ធរបស់គាត់គឺកំពុងតែជិតគ្រប់ខែហើយអញ្ចឹងដល់ពេលដែលដួលក្នុងបន្ទប់ទឹកក៏រលូតកូនស្លាប់អញ្ចឹងទៅនៅពេលដែលលោកនាយកប្រាប់គាត់អញ្ចឹងទៅគាត់ចាប់ផ្ដើមព្រឺរោមបណ្ដោយដោយសារតែគាត់បានជួបសាច់រឿងក្រយហេតុការណ៍ផ្សេងនៅក្នុងបន្ទប់ទឹកគឺពេលដែលគាត់ងូតទឹកហើយសាប៊ូជោភ្នែកគាត់ស្វារោគផ្ទាល់ហើយគាត់បានស្វាប៉ះចំដៃអ្នកណាគេម្នាក់នៅក្នុងហ្នឹងអានឹងឯងគឺជាដៃបងស្រីម្នាក់ហ្នឹងឯងហើយមួយទៀតនឹងគឺថានៅពេលដែលគាត់ចេញមកវិញមិនឃើញស្បែកជើងនៅខាងក្រៅអញ្ចឹងស្បែកជើងហ្នឹងគឺជាស្បែកជើងរបស់បងស្រីនឹងឯងតើគ្នាមានន័យថាគាត់ទៅងូតទឹកនៅក្នុងបន្ទប់ទឹកហ្នឹងគឺបងស្រីហ្នឹងគឺគាត់បានស្លាប់នៅក្នុងបន្ទប់ទឹកហ្នឹងឯងដោយអត់មានណាគេទៅជួយគាត់ទេអញ្ចឹងគួរឲ្យអាណិតបងស្រីម្នាក់ហ្នឹងមែនទែនដោយសារតែប្តីរបស់គាត់អត់នៅចូលខេត្តនៅពេលដែលគាត់ដួលនៅក្នុងបន្ទប់ទឹកគឺអត់មានអ្នកណាគេទៅជួយគាត់ទាន់ទេហើយគាត់ក៏បានបាត់បង់ជីវិតទៅហើយតាមរយៈសាច់រឿងមួយនេះអេមីនក៏ចង់ផ្ដាំទៅបងយើងដែលគាត់មានប្រពន្ធណាដែលគាត់ប្រពន្ធរបស់គាត់ពោះធំណាត្រូវតែមើលថែគាត់ឲ្យបានល្អកុំឲ្យដោយសាច់រឿងមួយនេះហាប្រពន្ធបានស្លាប់ដោយសារតែប្តីអត់នៅអរគុណច្រើនទាំងអស់គ្នាដែលបានស្ដាប់សាច់រឿងមួយនេះមកដល់ទីបញ្ចប់ហើយក៏សូមទោសចំពោះចំណុចលើសលួសខ្វះខាតត្រង់កន្លែងណាមួយដែលអត់ច្បាស់អរគុណច្រើនហើយជួបគ្នានៅវីដេអូក្រោយផ្សេងទៀត